ថ្ងៃនេះដែរចុះដើរឡើងដើរដល់កន្លែងមនុស្សស្រីរត់ណាអញ្ចឹងតែគ្នាយើង let's check it out ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកដល់ទីក្រុងស៊ីដនីម្ដងទៀតហើយតាមរយៈកប៉ាល់ទេសចរដែលខ្ញុំបានធ្វើការហើយជាទូទៅនៅពេលដែលកប៉ាល់បានចូលចតនៅក្នុងទីក្រុងណាមួយឬក៏កន្លែងណាមួយដែលជាទីប្រជុំជនដែលសម្បូរទៅដោយហាង restaurant shopping avenue mall ឬក៏ grocery store គឺអ្នកដែលធ្វើការនៅតាមកប៉ាល់ដូចខ្ញុំអញ្ចឹងអត់សូវចោលហ្មងទេបងប្អូនភាគច្រើនឲ្យតែកប៉ាល់ចូលដល់ផាយគឺដឹងតែចង់ចេញទៅចាយលុយហ្មងជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹងគឺខ្ញុំ plan តែគ្រាន់តែទៅក្រៅញ៉ាំអីហើយចូលទិញ snack មកវិញទិញទួយទេព្រោះអីថាអត់ចង់នៅក្រៅយូរដើរមើលនេះមើលច្រើនព្រោះអីជាបទពិសោធន៍ឲ្យតែថាដើរមើលច្រើនគឺដឹងតែថាមកវិញចាយខុសខ្ទង់ហ្មងអ្នកនរគ្នាហើយផ្លូវដែលខ្ញុំកំពុងតែដើរនេះបងប្អូនមានឈ្មោះថា Pitt Street Pitt Street នេះគឺជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយហាងគ្រប់ប្រភេទហ្មងមានទាំងប្រភេទហាងអាហារមានទាំង shopping mall retail store បើនិយាយពី retail store វិញគឺមានទាំងប្រភេទ medium class ហើយនិង high end class នេះទៅគឺមានសបែបសពយ៉ាងហ្មងសម្រាប់ទីក្រុងស៊ីដនីនេះបងប្អូនគឺខ្ញុំក៏ធ្លាប់មកលើកមុនច្រើនដងដែរហើយដែលការមកពីលើកដំបូងហ្នឹងគឺតាំងពីឆ្នាំ2019មុនពេលដែលមានការផ្ទុះជំងឺ Covid ណាបងប្អូនហើយកាលពីដែលមកហ្នឹងគឺខ្ញុំក៏បានមកតាមកប៉ាល់ទេសចរដូចគ្នាដែរហើយបើនិយាយពីទីតាំងដែលកប៉ាល់ចូលចតហ្នឹងគឺនៅគៀកគ្នាជាមួយនឹង Opera House ដែលនៅមួយជំនាញម្នាក់អញ្ចឹងបើសិនជាបងប្អូនចេញពីកប៉ាល់មកគឺអាចសឡឹងមើលទៅមួយជំនាញទៀតគឺឃើញ Opera House ហ្មងហើយបើនិយាយពី Pitt Street នេះក៏នៅនឹងចិត្តគ្នានឹងដែរនៅនិយាយទៅគឺនៅក្នុងតំបន់មួយគ្នាហ្មងណាបងប្អូនអញ្ចឹងហើយបានជារាល់ពេលដែលខ្ញុំចេញក្រៅនៅទីក្រុងស៊ីដនីនេះគឺខ្ញុំអត់ដែរជិះរថភ្លើងឬក៏ជិះ Land Uber អីទៅណាបងប្អូនហើយគ្រាន់តែដើរមកគឺដល់កន្លែងដែលខ្ញុំចង់ទៅហ្មងនិយាយពីកន្លែងដែរមនុស្សស្រីវឌ្ឍនាបងប្អូននេះសាដាមកដល់ហើយខ្ញុំជឿថាបងប្អូនសរសេរគ្នាយើងចិត្តអត់សូវខុសគ្នាហ្មងនេះឲ្យតែថាកន្លែងណាដែលមានលក់គ្រឿង make up គឺដឹងថាដើរចូលទៅមើលហ្មងទោះបីជាអត់ត្រូវការទិញមិនក៏ដោយគ្រាន់តែបានចូលមើលនឹងក៏អស់ចិត្តដែរជាពិសេសគឺនៅក្នុងហាង Sephora នេះបងប្អូនគឺថាចូលមកដល់ច្រាភ្នែកតែម្ដងមានគ្រប់ mode គ្រប់ mask សុទ្ធតែជា brand ល្បីៗហើយបើខ្ញុំនេះវិញគ្រាន់តែចូលមកដល់ភ្លាមចាប់អារម្មណ៍គេគឺប្រភេទ blush របស់ brand Hourglass ទាំងពណ៌ទាំង texture គឺស្អាតមែនទែនគ្រាន់ថាពេលដែលស្រឡាញ់ហើយនឹងចាប់ដើមលើកតម្លៃមើលឃើញតម្លៃហើយក៏មានជាការធ្លាក់ចូលវិញចាសូមដើរគិតមកជុំសិនងាកមកខាង Dior នេះវិញបងប្អូនក៏តាក់ភ្នែកសាហាវដែរអីក៏មានដែរតាំងពី color ភ្នែកភាសាទៅណបក្រៅម៉ាឡុងបើនិយាយពីក្រៅម៉ាឡុង maximizer នេះបងប្អូនគឺមានគ្រប់ពណ៌ហើយស្អាតខ្លាំងហ្មងអញ្ចឹងសម្រាប់បងប្អូនសេរីណាដែលចូលចិត្តប្រើក្រែមម៉ាឡុងហើយអត់ទាន់បានសាកល្បងប្រើជាមួយនឹងប្រភេទក្រែម maximizer នេះខ្ញុំ recommend ឲ្យគួរតែសាកល្បងប្រើនិយាយទៅលាបហើយគឺឃើញប្រមាត់យើងផ្លាំស្អាតហ្មងធានាឲ្យហើយបន្ទាប់ពីឈររមើលចុះមើលឡើងនៅបញ្ចុះរបស់ខាង Dior ហើយហ្នឹងបងប្អូនគឺអត់មានបានទិញអីទេព្រោះអារម្មណ៍នៅតែនឹកឃើញដល់ blush របស់ខាងHourglass ដដែលនៅតែគិតថាគួរទិញឬក៏គួរអត់តែនិយាយមែនណាបងប្អូនមានអារម្មណ៍ថាខ្លួនឯងរយៈពេលចុងក្រោយនេះចាយវាគឺមានការប្រយ័ត្នប្រយែងជាងមុនច្រើនឲ្យតែថាពេលចង់បានរបស់អីមួយអញ្ចឹងគឺតែងតែឆ្លៀតសួរខ្លួនឯងថាតើរបស់ហ្នឹងចាំបាច់ឬក៏អត់មុននឹងចំណាយព្រោះអីច្រើនដងរបស់ដែរទិញហើយអត់ត្រូវការប្រើហ្នឹងគឺតែងតែទុកចោលអត់ប្រយោជន៍ហ្មងអញ្ចឹងហើយបានជាមួយរយៈក្រោយនេះគឺឲ្យតែពេលខ្ញុំត្រូវចេញក្រៅគឺដឹងថាមានជាការកំណត់បិទចិត្តខ្លួនឯងហ្មងថ្ងៃនេះនិយាយរៀងច្រើនបាយអូស្ទឹងតិចហើយបងប្អូនសម្រាប់សម្រួលចុងក្រោយគឺអត់បានទិញអីទេគឺថាចេញទៅវិញដៃទៅទេឥឡូវគឺថាទៅតាមផ្លូវទៅទិញរបស់ញ៉ាំចាហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនសូមអរគុណជម្រាបលាបាយ